របៀបធ្វើឡាបសាច់ជ្រូករបស់អ្នកភាសាងាយងាយស្រួលសំខាន់ហ្នឹងបងប្អូនគ្រឿងក្រៅរបស់គាត់គឺអត់ពិបាកអីទេជាពិសេសហ្នឹងគឺសម្រាប់ពុកម៉ែបងប្អូនយើងចង់ដឹងថាអ្នកភាសាធ្វើឡាបយ៉ាងម៉េចសឹងមកយូរអញ្ចឹងលុយកាក់ក៏មិនសូវមានហើយក៏មិនសូវដែរបានធ្វើមុខម្ហូបឆ្ងាញ់ឬក៏ពិសេសអីទេបងប្អូនដោយសារតែថ្ងៃនេះគឺបងដាវិនហើយនឹងប្អូនគាត់ឈ្មោះឆោបានផ្ញើទាថវិកាតាមរយៈខ្ញុំដើម្បីទិញមុខម្ហូបជូនគាត់មួយពេលអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងគាត់ប្រាប់ថាគាត់ខានញ៉ាំឡាបយូរហើយតែអញ្ចឹងហើយគឺខ្ញុំស្ទុះវឹងតែម្ដងបងប្អូនទៅទិញគ្រឿងក្រៅហើយនឹងសាច់ជ្រូកចំនួន1គីឡូជាងដើម្បីឲ្យគាត់ធ្វើឡាបភ្លាមនឹងឯងគាត់បានសាច់ជ្រូកដល់ដៃភ្លាមនិយាយពីថាគាត់អរគុណដល់ម្ចាស់ជំនួយខ្លាំងមែនតើណាបងប្អូនហើយគាត់ក៏បន្តការធ្វើម្ហូបរបស់គាត់នឹងគឺសាច់ជ្រូករបស់គាត់នឹងគឺគាត់ធ្វើទាំងអស់ចំនួន1គីឡូជាងដោយសារតែក្រុមគ្រួសាររបស់គាត់លក្ខណៈថាទ្រង់ទ្រាយធំដែរអញ្ចឹងបងប្អូនមានយាយមានតាមានចៅមានបងប្អូនអញ្ចឹងទៅលក្ខណៈថាច្រើនណាស់សាច់ជ្រូកភ្លាមអត់មានបង្អង់យូរទេគាត់ក៏បន្តការរៀបចំគ្រឿងក្រៅតែម្ដងបងប្អូននិយាយពីថាសាច់ជ្រូកយកមកលាងកោសសម្អាតឲ្យបានស្អាតអញ្ចឹងទៅហើយបងថ្លៃគាត់នេះទៅជីមកបន្លែហើយម៉ែគាត់នឹងក៏ជួយដែរបងប្អូនហើយសម្រាប់លក់ហ្នឹងគឺយកមកស្រាប់តែម្ដងមានតែសក់មានអីគ្រឿងក្រៅបន្តបន្ទាប់គឺមានច្រើនហើយជីគឺគាត់ដាក់ជីគ្រប់មុខអញ្ចឹងណាបងប្អូនពេលនេះដែរគឺគាត់ត្រូវការដាក់ដាំទឹកដើម្បីស្ងោរសាច់ជ្រូកឲ្យបងប្អូនគ្នាច្រើនអញ្ចឹងជួយគ្នាម្នាក់បន្តិចជឿរួចទេបងប្អូនអត់យូរប្រហែលទេដោយសារតែក្រុមគ្រួសារគាត់ហ្នឹងគឺទៅទួប្រាសាទជួយព្រះសង្ឃអញ្ចឹងបងប្អូនខ្ទឹមក្រហមគឺគាត់ត្រូវការដាក់ឲ្យរៀងច្រើនបន្តិចកាត់សម្បករួចរាល់ហើយគឺគាត់ត្រូវការលាងហើយកាត់វាឲ្យបានស្ដើងអញ្ចឹងបងប្អូនហើយសម្រាប់ក្រូចឆ្មាគឺគាត់ត្រូវការប្រើច្រើនដែរតែខ្ញុំមានក្រូចឆ្មាស្រាប់អញ្ចឹងទៅគឺបេះមកខ្លួនឯងលក្ខណៈថាក្រូចឆ្មាធម្មជាតិអញ្ចឹងរសជាតិឆ្ងាញ់បងប្អូនជូរជ្រះជូរឆ្ងាញ់ពេលនេះដែរគឺគាត់ត្រូវការលាយទឹកត្រីបងប្អូនទឹកត្រីគឺគាត់ត្រូវការដាក់ច្រើនបន្តិចដោយសារតែសាច់របស់គាត់រៀងច្រើនដែរប៊ីចេងដាក់តាមការចូលចិត្តហើយសម្រាប់ស្ករគឺគាត់ជ្រើសរើសយកប្រភេទស្ករសដាក់ចូលមកប្រហែលជា7-2ស្លាបព្រាបាយដែរអញ្ចឹងបងប្អូនលៃលោកតាមការចូលចិត្តរបស់យើងជូរសប្រៃអញ្ចឹងណាហើយសម្រាប់ម្ទេសគឺគាត់ជ្រើសរើសយកម្ទេសហើយយើងត្រូវការដាក់ម្ទេសស្រស់ក៏បានដែរដាក់តាមការចូលចិត្តអញ្ចឹងបងប្អូនបន្តការកូរទៅកូរមកដើម្បីឲ្យវារលាយស្ករល្អអញ្ចឹងណាបងប្អូនហើយពេលនេះគឺគាត់បន្តការដាក់ក្រូចឆ្មាចូលមកដោយសារតែឡាបយើងត្រូវការរសជាតិរៀងជូរដិតបន្តិចណាទៅរសជាតិកាន់តែឆ្ងាញ់ទៀតហើយក្រូចឆ្មាដាក់ឲ្យរៀងច្រើនបន្តិចតែមិនមានន័យថាដាក់ច្រើនជ្រុលទេណាបងប្អូនកុំភ្លេចភ្លក់មើលបើសិនជាយើងអ្នកធ្វើម្ហូបប្រកាសជាស្មានត្រូវហើយតែបើសិនជាយើងអត់សូវដែរបានធ្វើម្ហូបដាក់បន្តិចទៅស្រួលថែមស្រួលថយជីរណាលាងសម្អាតឲ្យបានស្អាតកាត់វាជាកង់តាមការចូលចិត្តជីរណាខ្លួនឯងអញ្ចឹងបងប្អូននិយាយពីថាឡងឈ្ងុយនៅក្រោយផ្ទះខ្ញុំសបោអញ្ចឹងទៅក៏បេះយកមកឲ្យគាត់រៀបចំរួចរាល់ហើយគឺទុកម្លែកសិនមកបងប្អូនគឺរៀបចំទុកមកកដប់អញ្ចឹងទៅដល់ពេលដែលយើងរៀបចំធ្វើអញ្ចឹងទៅគឺងាយស្រួលឡាបហ្នឹងក៏គាត់មិនចោលដែរជាមួយនឹងស្លឹកខ្ទឹមដើមខ្ទឹមអញ្ចឹងបងប្អូនគឺគាត់ត្រូវការប្រើរៀងច្រើនគាត់ថាដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ឈ្ងុយល្អពេលនេះដែរទឹករបស់គាត់ចាប់ផ្ដើមពុះហើយក៏គាត់បន្តការដាក់សាច់ជ្រូករបស់គាត់ហ្នឹងចូលទៅសាច់ជ្រូកហ្នឹងគឺគាត់ផែនណាបងប្អូនលក្ខណៈថាគាត់ហាន់រៀងស្ដើងដើម្បីឲ្យលះឆ្អិនពេលដែលស្ងោរសាច់ជ្រូកហ្នឹងគឺគាត់ត្រូវការដាក់ម្សៅស៊ុបរ៉ូឌីចូលទៅបន្តិចដែរគាត់ថាដាក់អញ្ចឹងទៅដើម្បីឲ្យសាច់មានជាតិហើយស្លឹកក្រូចគឺគាត់ត្រូវការដាក់ដែរពេលនេះគឺឆ្អិនហើយបងប្អូនស្ងោរមកសន្ទុះដែរសម្រាប់ការហាន់សាច់ជ្រូកតាមការចូលចិត្តចង់ច្រវាមូលចង់ផែនអញ្ចឹងក៏បានដែរបងប្អូនពេលនេះគឺគាត់បន្តការលាយហើយដាក់សាច់ជ្រូកហើយគឺគាត់បន្តការដាក់ទឹកត្រីដែលលាយមុនហ្នឹងបងប្អូនដាក់ចូលមកដាក់ខ្ទឹមសហើយនឹងគ្រឿងក្រៅរបស់គាត់ហ្នឹងចូលមកបន្តបន្ទាប់ដូចជាជីអីហ្នឹងឯងជីរណាហើយនឹងស្លឹកខ្ទឹមបងប្អូនហើយសម្រាប់អង្ករលីងគឺគាត់លៃលោកទៅតាមនឹងដែរបងប្អូនដាក់ចូលភ្លាមដែរអញ្ចឹងណាគាត់នៅចិត្តគាត់និយាយថាឈ្ងុយឈ្ងុយបងប្អូនដោយសារតែអង្ករលីងជីគ្រឿងក្រៅសាច់ជ្រូកអីហ្នឹងគឺប៉ះគ្នាអញ្ចឹងប៉ះជាមួយនឹងទឹកត្រីអញ្ចឹងទៅឈ្ងុយណាស់និយាយរួមទៅឡាបអត់សូវដែរបានធ្វើដែរនឹងបងប្អូនរសជាតិឆ្ងាញ់ក៏ប៉ុន្តែឡាយទៅរវល់ទៅរត់នៅកាត់ឃើញបងប្អូនធ្វើមុខម្ហូបរាល់ថ្ងៃទៅអត់ដឹងធ្វើមុខម្ហូបអីពេលឃើញគាត់ធ្វើអញ្ចឹងនិយាយពីថាដល់ហើយទៅផ្ទះវិញដឹងតែធ្វើដែរបងប្អូនថ្ងៃនេះគឺគាត់ប្រមូលញ៉ាំបាយជាមួយទៀតណាហើយឡាបរបស់គាត់ហ្នឹងលក្ខណៈថាមើលទៅរៀងស្ងួតបន្តិចអញ្ចឹងណាបងប្អូនគឺគាត់ដាក់ទឹកដែលស្ងោរសាច់ជ្រូកហ្នឹងបងប្អូនទឹកដែលស្ងោរហ្នឹងគឺយើងអាចដាក់បន្ថែមបានហើយម្ទេសគឺគាត់ត្រូវការរយដាក់ខ្លះដែរដោយសារតែអត់ហ៊ានដាក់ច្រើនទេម៉ែគាត់ភាសាម្ទេសអត់បានអញ្ចឹងណាបងប្អូនគាត់ដាក់ហឹរតិចទេពួកអាចសរសើរទឹកចិត្តបានមុខម្ហូបឆ្ងាញ់មកពេលហ្នឹងឯងក៏នឹកឃើញដល់ព្រះសង្ឃដែរបងប្អូនយកទៅប្រគេនព្រះសង្ឃចំនួន1កន្ទោដែរចំជាស្រេចអញ្ចឹងបងប្អូនចែតប៉ែក៏នៅចិត្តអញ្ចឹងទៅក៏ផ្ញើទៅដែរបងប្អូនរៀបចំជាស្រេចហើយយកទៅប្រគេនព្រះសង្ឃនៅទួលប្រាសាទសិនអាចសរសើរទឹកចិត្តគាត់បងប្អូននាមតែភាសឹកទេក៏ប៉ុន្តែទឹកចិត្តធំទលាយចេះចែករំលែកនៅសេចក្តីល្អជីវិតអ្នកភាសឹកអញ្ចឹងឯងបងប្អូនដល់ម៉ោងបាយអញ្ចឹងទៅចាប់ផ្ដើមក្រាលកាទេលក្រាលតង់អីហ្នឹងឯងបងប្អូនដើម្បីជួបជុំគ្នាញ៉ាំបាយតែគាត់ហ្នឹងអត់បានជួបជុំគ្នាទេដោយសារតែក្រុមគ្រួសារគាត់ឡែកជួយព្រះសង្ឃអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងគាត់ពិសាបាយតែប្រហែលអ្នកនឹងឯងមើលទៅរៀងតិចសូមអរគុណដល់ម្ចាស់ជំនួយអរគុណច្រើនជម្រាបលា